សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការដំណើរកម្សាន្តរបស់ពួកខ្ញុំមួយទៅលេង Scout Tour ដែលហៅជាភាសាដេណម៉ាកហើយបើសិនជាហៅជាភាសាអង់គ្លេសគឺ Forest Tower បើអ្នកទាំងអស់គ្នាចូលចិត្តដើរកម្សាន្តទៅប៉ែកអឺរ៉ុបជាដើមអ្នកទាំងអស់គ្នាអាចមើលហើយនឹង follow វីដេអូខ្ញុំបានខ្ញុំចែកចម្លែកពីកន្លែងដំណើរកម្សាន្តល្បីៗនៅប៉ែកអឺរ៉ុបដូចជាប្រទេសដាណឺម៉ាកដែលខ្ញុំរស់នៅទីនេះហើយចឹងនេះគឺជាកន្លែងដែលល្បីមួយសម្រាប់ភ្ញៀវទេសចរពួកគាត់ពេលគាត់មកលេងនៅប្រទេសនេះគឺគាត់តែងតែមកលេងដើម្បីឲ្យបានម្ដងចឹងណាហើយការចូលទស្សនានៅទីនេះគឺយើងត្រូវតែទិញសំបុត្រចូលហើយសំបុត្រម្នាក់គឺតម្លៃ$40អានឹងគិតជាដុល្លារបើសិនជាគិតជាលុយដែលដំណើរគឺ200ជិត300ក្រោនចឹងណាវាយើងតាមអាយុដែរតែឥឡូវនេះគឺខ្ញុំចង់បង្ហាញអំពីវីដេអូទាំងមូលរបស់ខ្ញុំនៅក្នុងទីនេះអ្នកទាំងអស់គ្នាអាច follow បានដើម្បីមើលបន្ថែមគេជាវីដេអូពេញមុននឹងពួកយើងមកដល់ទីនេះគឺពួកយើងចំណាយពេលជិះឡានប្រហែលជាជិត1ម៉ោងថា45នាទីចុះពួកខ្ញុំរស់នៅ Summer House ក្នុងខែរដូវក្តៅហើយចឹងទៅទេសភាពអាកាសធាតុគឺវាស្រស់ស្អាតដោយសារធម្មជាតិវាចាប់ផ្ដើមដុះលូតលាស់ចេញមកដូចជាផ្កាហើយនឹងស្លឹកឈើចឹងទៅពណ៌បៃតងហើយផ្កាក្លិនក្រអូបអីចឹងណាដោយអ្នកនរគ្នាមើលឃើញនៅក្នុងវីដេអូនេះគឺស្លឹកឈើគឺពណ៌បៃតងគឺវាចាប់ដើមចេញស្លឹកចេញត្រួយចឹងណាហើយដើមខ្លះចេញផ្កាដូចជាសាកូរ៉ាអីចឹងដូចជាវីដេអូរបស់ខ្ញុំមុនបាទអ្នកនរគ្នាបានឃើញខ្ញុំផុសហើយឥឡូវនេះខ្ញុំបានមកដល់ Forest Tower អ្នកនរគ្នាអាចមើលឃើញបានខ្ពស់មែនទែនហើយយើងត្រូវទៅឡើងទៅលើទីនោះសម្រាប់ខ្ញុំមកទីនេះគឺលើកទី1ហើយ trip នេះគឺជាខ្ញុំគឺអ្នកគម្រោងឲ្យស្វាមីខ្ញុំជូនមកក៏ធ្លាប់មកប៉ុន្តែខ្ញុំមិនដែលធ្លាប់មកដល់ពេលឥឡូវពួកយើងមកជួបអានេះមួយគ្នាហើយអញ្ចឹងទៅយើងក៏គម្រោងដើម្បីឡើងទៅលើនឹងតែនៅលើនឹងខ្ពស់ហើយយើងត្រូវដំណើរថ្មើរជើងឡើងទៅលើហើយមើលទេសភាពអាកាសធាតុមានគេមកលេងនៅទីនេះជារៀងរាល់ថ្ងៃក្នុងរដូវទឹកឈើលាស់ហើយនឹង summer ហើយនឹងប្រហែលជាដោយស្លឹកឈើជ្រុះផងដែរប៉ុន្តែបើខែត្រជាក់ដូចជាធ្លាក់តកអីអានឹងខ្ញុំគិតថាប្រហែលជាអត់សូវមានអ្នកមកទេព្រោះវាត្រជាក់ខ្លាំងហើយដូចជាពេលឥឡូវនេះក៏វាត្រជាក់ដែរប៉ុន្តែគ្រាន់ថាពេលរៀបបើកថ្ងៃអីចឹងទៅយើងអាចពាក់ខោអាវសម្រាប់ summer បានប៉ុន្តែបើសិនជាវាអត់មានបើកថ្ងៃបើកអីនឹងវាអាចត្រជាក់ខ្ញុំទៅពាក់អាវល្ងាស្ដើងល្មមណាស់មិនមែនថាអាវល្ងាក្រាស់ខ្លាំងអីចឹងណាវាអាចហប់ឥឡូវនេះខ្ញុំបានឡើងមកដល់លើហើយអ្នកនរគ្នាមើលឃើញទេសភាពអាកាសធាតុពិតជាស្រស់ស្រាយមែនទែននេះគឺស្វាមីខ្ញុំសប្បាយចិត្តបានមកលេងជាមួយខ្ញុំឥឡូវនេះពួកយើងដើរឡើងទៅលើបន្តទៀតអ្នកនរគ្នាអាចមើលនៅក្នុងវីដេអូរបស់ខ្ញុំបានគ្រប់វីដេអូខ្ញុំនឹងចែករំលែកកន្លែងដែលកម្សាន្តល្បីៗនៅប្រទេសដាណឺម៉ាកហើយអ្នកនរគ្នាអាចកត់ចំណាំទុកពេលថ្ងៃណាមួយអ្នកនរគ្នាអាចមានពេលមកលេងអ្នកនរគ្នាអាចរកមើលហើយ search ឈ្មោះតំបន់ដែលត្រូវដើរលេងកម្សាន្តនៅប្រទេសដាណឺម៉ាកអញ្ចឹងណាហើយនេះគឺស្អាតមែនតើគឺខ្ញុំចូលចិត្ត enjoy ពួកយើងទៅនេពីការងារឬខ្ញុំទៅនេពីការរៀនសូត្រផងទៅនេពីការងារផងអញ្ចឹងទៅខ្ញុំក៏ចូលចិត្តដើរលេងពួកយើងចូលចិត្តដើរលេងខ្ញុំនិងស្វាមីរបស់ខ្ញុំពួកយើងចូលចិត្តនាំគ្នាដើរកម្សាន្តអញ្ចឹងណាចឹងទៅមានអីច្រើនទេហើយក្រៅពីនេះពួកយើងនៅផ្ទះរដូវក្តៅ enjoy summer ហើយនឹង garden ហើយផ្កាអីចឹងទៅហើយផ្លែឈើដែលពួកយើងមានដាំនៅក្នុងចម្ការដូចជាប៉ោមសេរីអីចឹងទៅហូបអត់ខ្វះទេហើយវីដេអូរបស់ខ្ញុំក៏វាបានចិត្តមកដល់ទីបញ្ចប់ដែរហើយអ្នកនរគ្នាសង្ឃឹមថាជួយ follow ថែមហើយបើចង់ស្គាល់កន្លែងកម្សាន្តល្បីៗអីកុំភ្លេចមើលវីដេអូរបស់ខ្ញុំនឹងបង្ហាញហើយ follow for more អរគុណច្រើនជូនពរអ្នកនរគ្នាមានសុខភាពល្អ
ហើយសំណាងល្អតាណាមកណាប្រកបដោយសុវត្ថិភាពនិងវិបាសិនជានៅក្នុងវីដេអូនេះខ្ញុំមានការនិយាយត្រូវមានការលើសលួសឬក៏ខ្វះខាតអីសូមមេត្តាអធ្យាស្រ័យឲ្យខ្ញុំផងព្រោះខ្ញុំអត់សូវប៉ុននិយាយទេហើយខ្ញុំក៏អត់សូវបញ្ចូលសម្លេងអីច្រើនដែរតែគ្រាន់តែខ្ញុំចង់ចែកម្លែកឲ្យបងប្អូនដែលចូលចិត្តមកចង់ដើរកម្សាន្តទៅប្រទេសក្រៅឬក៏ប៉ែកអឺរ៉ុបអីចឹងទៅខ្ញុំចង់ចែកម្លែកកន្លែងដែលកម្សាន្តល្អៗសម្រាប់ពួកគាត់អរគុណ